គណៈពេលនេះវេលានេះប្រជាពលរដ្ឋខ្មែរយើងទូទាំងពិភពលោកវាលែងតែអ្នកដែលមិនតាន់ដឹងក្តីឬក៏មានការចងចាំមិនល្អឬក៏មានភាពវិកលវិការស្មារតីចាស់ទ្រុឌទ្រោមលែងចាំទៅមិនបានដឹងថាតើរឿងអ្វីដែលកំពុងតែកើតមាននៅក្នុងប្រទេសរបស់យើងតាំងពីធំដឹងក្តីមកខ្ញុំប្រកាសណាខ្ញុំមិនដែលឮប្រវត្តិសង្គ្រាមដោយផ្ទាល់ក្នុងការធ្វើសង្គ្រាមជាមួយប្រទេសដទៃក្រៅពីខ្មែរគ្នាឯងឆ្លង79មកនេះដែលកាលនោះមានការលូកដៃជួយពីវៀតណាមមកហ្នឹងមិនចាំទេសំឡេងកំភ្លើងផ្ទុះយ៉ាងណាក៏មិនចាំដែរហើយឮក្របកំភ្លើងបាញ់គ្នាហ្នឹងវាគឺជាកំភ្លើងដែលបាញ់រវាងខ្មែរក្នុងស្រុកហើយនឹងខ្មែរក្រហមនៅក្នុងព្រៃតែมันមានអាវុធធុនធ្ងន់រហូតដល់ប្រើយន្តហោះផ្សែងពុលអីចឹងទេប៉ុន្តែពីលើកនេះកាលពីខែ7ម្ដងកាលរឿងប្រាសាទព្រះវិហារកាលមុនក៏តិចតួចវាមិនសូវជាធំដុំប៉ុន្តែរឿងធំពីរដងនេះពីខែ7រយៈពេល 4-5 ថ្ងៃហ្នឹងហើយលើកនេះបើតាមស្ថានភាពលើកនេះវាធ្ងន់ជាងមុនទៅទៀតគឺគេដាក់គោលដៅវៃច្រើនកន្លែងមែនតើដូច្នេះខ្ញុំកាលណាខ្ញុំក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់សូមគោរពអរគុណចំពោះវីរៈកងទ័ពខ្មែរទាំងអស់ដែលបានបូជាជីវិតធ្វើជារនាំងការពារទឹកដីដែលបានពលីហើយក្តីដែលបានរបួសក្តីដែលកំពុងតែជាប់ដៃប្រយុទ្ធក្តីសូមបងប្អូនវីរៈកងទ័ពទាំងអស់ទទួលនៅសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំកាលណាខ្ញុំបាទក៏ដូចជាសូមគោរពចំពោះក្រុមគ្រួសារនៃវីរៈយុទ្ធជនទាំងអស់ដែលកំពុងតែមានការព្រួយបារម្ភចំពោះសាច់ញាតិជាកូនជាប្តីជាឪពុកនៅក្នុងសមរភូមិខ្លះក៏បានដឹងពីការពលីរបស់សាច់ញាតិខ្លះក៏កំពុងតែព្រួយបារម្ភខ្ញុំក៏សូមធ្វើនៅសេចក្តីគោរពកោតក្រែងនៅខ្ពង់ខ្ពស់ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់នៅវីរៈយុទ្ធជនរបស់យើងនៅក្នុងសមរភូមិក៏ដូចជាចូលរួមមរណទុក្ខដល់ប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតដោយការឈ្លានពានរបស់សៀមនិងក៏សូមធ្វើនៅសេចក្តីគោរពរាប់អាននិងក្តីស្រឡាញ់អាណិតចំពោះជនភៀសសត្វទាំងអស់ដែលកំពុងតែភៀសខ្លួនចេញពីលំនៅឋានទៅរកទីសុវត្ថិភាពបណ្ដោះអាសន្នឆ្លើយតបទៅនឹងសេចក្តីល្អទាំងអស់ការលះបង់របស់វីរៈកងទ័ពរបស់យើងនេះមួយចំណែកខ្ញុំក៏សូមប្រទិសនៅបុណ្យកុសលទាំងឡាយដែលខ្ញុំប្រកាសណាខ្ញុំបានបំពេញចំពោះនៅក្នុងពុទ្ធសាសនានេះ
ដោយធម្មទានក្តីដោយអមិសទានក្តីឬក៏ដោយកុសលកម្មឯណានីមួយក្តីសូមឧទ្ទិសនៅបុណ្យកុសលទាំងអស់នេះជូនចំពោះវីរយុទ្ធជនដែលបានពលីនិងជនភេសកឬក៏ប្រជាជនខ្មែរដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងស្ថានភាពចម្បាំងនាប្រហែលថ្ងៃនេះសូមលោកអ្នកទាំងអស់បានដឹងឮបើសិនជាមិនបានដឹងសូមពពួកទេវតាទាំងឡាយនាំដំណឹងថាខ្ញុំប្រកាសថាខ្ញុំជាដើមនិងប្រជាពលរដ្ឋដ៏ច្រើនទៀតមានសេចក្តីដឹងគុណនិងឧទ្ទិសនៅបុណ្យកុសលទាំងឡាយចំពោះពួកលោកនិងសូមពួកលោកអនុមោទនានៅកុសលផលបុណ្យរបស់យើងហើយនឹងបានដល់នាទីដ៏ក្សែមខ្សាន្តហើយបើបានដល់នាទីដ៏ក្សែមខ្សាន្តហើយក៏កាន់តែបាននៅភ័យយោភាពគឺកាន់តែប្រសើរខ្ពង់ខ្ពស់តទៅទៀតប្រជាពលរដ្ឋខ្មែរនឹងចងចាំទុកនៅវីរភាពនិងការលះបង់របស់វីរយុទ្ធជនរបស់យើងរហូតតទៅម្យ៉ាងទៀតក្រៅពីការឧទ្ទិសបុណ្យកុសលហើយខ្ញុំប្រកាសថាខ្ញុំសូមចូលរួមចំណែកខ្លះៗក្នុងកិច្ចការងារសង្គមមួយនេះដោយបន្តនៅការធ្វើនៅមូលនិធិជាបន្តទៅទៀតកាលពីប្រហែលមួយសប្តាហ៍ជាងកន្លងទៅខ្ញុំប្រកាសថាខ្ញុំបានប្រកាសថាបានបិទផ្អាកមិនទទួលជំនួយរបស់បងប្អូនយើងបន្តទៀតទេគ្រាន់តែចាត់ចែងនៅថវិកាដែលសេសសល់នោះឲ្យអស់ទៅតាមតម្រូវការដែលយើងត្រូវយកទៅដល់កន្លែងនៅពេលនោះខ្ញុំប្រកាសថាខ្ញុំក៏បានមានយោបល់បង្ហើបខ្លះៗដែរថាការបិទទទួលនេះគឺបិទបណ្ដោះអាសន្នក្នុងករណីដែលចាំបាច់ណាមួយដែលត្រូវកើតឡើងយើងនឹងគិតគូរសារជាថ្មីម្ដងទៀតឥឡូវមិនតាន់វីដេអូហ្នឹងមិនតាន់ទៅណាឆ្ងាយផងទៅតែផុសបានប្រហែលថ្ងៃមុនសង្គ្រាមឆ្លាសារជាថ្មីនេះស្រាប់តែផ្ទុះខ្លាំងជាងមុនទៅទៀតគិតសារឡើងវិញនឹកឃើញកាលខ្ញុំចូលរួមជាមួយប្រជាពលរដ្ឋខ្មែរយើងនៅប្រទេសអូស្ត្រាលីនេះដែលកាលនោះមានអ្នកចូលរួមច្រើននៅខាងមុខរដ្ឋសភាខ្ញុំក៏បាននិយាយហាក់ដូចជាគម្រោងទុកជាមុនថាសូមឲ្យប្រជាពលរដ្ឋខ្មែរយើងត្រៀមសម្រាប់ពេលវេលាវែងព្រោះស្ថានភាពថៃលើកនេះទំនងជាមិនបញ្ចប់ដោយឆាប់រហ័សនោះទេការដែលខ្ញុំនិយាយបែបនោះមានទិសដៅ2ដែលខ្ញុំនិយាយកាលនោះកាលពីខែ7នោះទី1យល់ទៅលើស្ថានភាពនៅស្រុកថៃដែលមានវិបត្តិផ្សេងៗដែលកើតឡើងដូច្នេះគេនឹងរកបាយកលណាមួយដើម្បីបង្កើតនៅស្នាដៃរបស់គេក្នុងការពង្រីកទឹកដីឬក៏ជំរុញនៅចលនាជាតិនិយមរបស់គេដើម្បីប្រជាប្រិយរបស់គេខ້ອຍដើម្បីចំណេញជាតិគេទី2ខ្ញុំបង្ការទុកថាក្រែងបញ្ហាវារ៉ាំរ៉ៃយូរទៅសភាពចិត្តជួយសង្គ្រោះគ្នាដែលយើងហៅថាជាតិនិយមនេះវាធ្លាក់ចុះក្រែងវាបានតែមួយផ្លេតពីដំបូងឡើយដូច្នេះហើយពុទ្ធបរិស័ទប្រជាពលរដ្ឋខ្មែរយើងចូលថវិកាតាំងពីយូរហើយនឹងខ្ញុំអត់សូវចំណាយទេទុកនៅក្នុងធនាគារនោះហើយទៅតែប្រជុំគ្នាចាត់ចែងតាមរយៈសង្ឃនៅស្រុកខ្មែរក៏ដូចជាមានក្រុមកុហកខ្លះជួយចាត់ចែងកិច្ចការងារទៅដល់មូលដ្ឋានមែនតើទៅមូលនិធិដែលយើងចូលតាមរយៈអង្គការបងសីតាផងតាមរយៈវត្តសមណៈគោតមារាមនៅទីនេះហើយនឹងតាមរយៈវត្តនិរតនារាមនៅពេលដែលស្ងប់ស្ងាត់នោះយើងច្រើនទៅជួយធ្វើ
ការងារយុទ្ធជនរបស់យើងទៅធ្វើលេខដ្ឋានទៅត្រូវជីត្រូវចាក់បេតុងត្រូវដាក់កន្លែងការពារខ្លួនអីយ៉ាងណាយ៉ាងណីនោះយើងបានធ្វើច្រើនដូចជាសម្ភារៈប្រើប្រាស់មានវិទ្យុតាក់ទងឬក៏ធ្វើកន្លែងទឹកស្អាតឲ្យកងទ័ពហ្នឹងយើងធ្វើបានច្រើនស្ងាត់ណាបងប្អូនខ្ញុំមិនអាចយករូបហ្នឹងមកបង្ហោះថាយើងបានធ្វើនេះធ្វើនោះទេដោយដែលគេប្រកាសអញ្ចឹងកាលណាយើងថតរូបយកមកបង្ហោះទៅគេអាចចាប់ទីកន្លែងបានដូច្នេះសូមម្ចាស់ទានបានជ្រាបចុះថាស្ងាត់តែមិនស្ងៀមទេគឺយើងបានធ្វើរហូតជានិច្ចតមកដែលនៅស្រុកខ្មែរហ្នឹងមានលោកប្អូនអេងសវណ្ណជាដើមលោកតែងតែចុះទៅដល់ជួរមុខស្ងាត់មានពេលខ្លះលោកក៏ទៅសឹងនៅកន្លែងលេងដ្ឋានហ្នឹងតែម្ដងក៏មានដែរហ្នឹងហើយមិញនេះខ្ញុំទៅតែថតវីដេអូមួយជាមួយគ្រួសារខ្ញុំហ្នឹងនិយាយពីមូលនិធិហ្នឹងប្រហែលជាចប់កម្មវិធីឆ្លើយសំណួរនេះទៅខ្ញុំនឹងបង្ហោះវីដេអូហ្នឹងឲ្យថាយើងត្រូវចូលរួមតាមរយៈណានៅក្នុងវីដេអូហ្នឹងនឹងបង្ហាញពី QR code នៃវត្តទាំងពីរគឺវត្តសមណគោតមារាមនៅអូស្ត្រាលីហើយនិងវត្តមនីរតនារាមនៅស្រុកខ្មែរលុយកាក់របស់បងប្អូនហ្នឹងមិនមានចូលផ្ទាល់មកខ្ញុំទេអត់មានទេគឺចូលទៅស្ថាប័នវត្តអញ្ចឹងណាមានគណៈកម្មការចាត់ចែងត្រឹមត្រូវមិនខ្ញុំមិនបានដាក់មកក្នុង account ខ្ញុំផ្ទាល់ទេតាំងពីលើកមុនក៏ដូចជាលើកនេះដែរបាទយើងមានក្រុមការងារគណៈកម្មការឲ្យចាត់ចែងត្រឹមត្រូវខ្ញុំមិនបានប៉ះពាល់លុយកាក់បងប្អូនទេសុំតែឲ្យក្រុមការងារចាត់ចែងតាមចំណុចដែលយើងគិតថាចាំបាច់ដូចថ្មីហ្នឹងទៅតែកំងនំអានំកំពងនៅខាងសៀមរាបហ្នឹងមានសម្រាប់យុទ្ធជនយើងគឺតាមដែលលើមកជួនកាលមីច្រើនពេកធ្វើឲ្យខូចសុខភាពគាត់ណាហ្នឹងគាត់ចឹងបានលើសំណុំពូអំបុកអីហ្នឹងក៏ល្អដែរហើយខ្ញុំឃើញបងប្អូនយើងធ្វើអំបុកច្រើនហើយខ្ញុំឲ្យគេធ្វើនំកំពងហ្នឹងដូចជា 3000 នំមិនដឹងសាកលបងមើលហ្នឹងនំហ្នឹងមកមួយថ្លៃ 2000 រៀលហ្នឹងហើយសរុបទៅ 3000 នំអស់ប្រហែលជា$1500អីប៉ុណ្ណឹងសិនចាំមើលបើប្រើការទៅបានផលល្អយើងនឹងធ្វើបន្តទៀតនំហ្នឹងធ្វើពីគេយកស្រូវយកទៅលីងដូចជាត្រាំសិនមិនដឹងហើយយកទៅលីងហើយធ្វើជាមួយលាយជាមួយនឹងសណ្តែកដីជាមួយល្ងជាមួយស្ករត្នោតហើយអប់ទៀនអីចឹងទៅហើយស្រាលល្អហើយជំនួសបាយបានហើយបើសិនជាយើងទុកដាក់ដោយល្អហ្នឹងគឺអាចប្រើប្រាស់បានយូររាប់ខែហ្នឹងរាប់ខែអញ្ចឹងគឺល្អណាស់សម្រាប់វីរៈកងទ័ពយើងខ្ញុំគិតថានំហ្នឹងល្អមួយប្រព័ន្ធប្រហែលក្រូចពោធិ៍សាត់អញ្ចឹងហ្នឹងហើយស្រាលសនុកដាក់តាមខ្លួនណាមានរសជាតិល្អហើយយើងហូបទឹកទៅគឺថាមានកម្លាំងដូចហូបបាយមួយចានអញ្ចឹងហ្នឹងវាមិនដូចទាំងស្រុងទេក៏ប៉ុន្តែវាជំនួសបានហើយកំពុងតែជាប់ដៃក្នុងកិច្ចការពារជាតិអញ្ចឹងគ្មានពេលណាទៅចំអិនទេហ្នឹងហើយអញ្ចឹងយើងអាហ្នឹងជាតែខ្ញុំគ្រាន់តែមាននីតិជួយចាត់ចែងអញ្ចឹងទៅទេប្រាប់ឲ្យគេជួយចាត់ចែងអញ្ចឹងទេប៉ុន្តែថាវិការទាំងអស់សិតតែរបស់សប្បុរសជនរបស់យើងចូលរួមគ្នាអញ្ចឹងណាបាទអញ្ចឹងបានមានខ្ញុំបានព័ត៌មានពីជួរមុខតែម្ដងនេះតែគាត់ចាត់ចែងនៅទីនោះសម្រាប់ម្ហូបអាហារគាត់ថាមានមួយមុខទៀតដែលល្អអាហ្នឹងខ្ញុំឮពីតបមកតែម្ដងណាមេទាហានមកគាត់ថាបើបានត្រីខកំប៉ុងបាទបានត្រីខកំប៉ុងល្អហ្នឹងផ្នែកម្ហូបបាទ
ត្រីខកំប៉ុងគឺទៅដូចល្អដែរពីព្រោះត្រីខកំប៉ុងគេធ្វើឆ្អិនស្រាប់ហ្នឹងឆ្អិនស្រាប់គ្រាន់តែកោះមកហូបតែម្ដងបាទនឹងខ្ញុំឮពីបងប្អូនវិរៈកងតបអញ្ចឹងគាត់ឲ្យយោបល់អញ្ចឹងហ្នឹងហើយគីមបូណាលោកគ្រូនំមកឬនំជាល្អនំហ្នឹងល្អមែនតាយើងធ្វើឲ្យហាលក្រៀមឲ្យស្អាតទៅទុកបានយូរនំហ្នឹងល្អយោបល់នេះខ្ញុំភ្លេចនឹកឃើញនំជាឬក៏នំមកហ្នឹងហើយព្រោះធ្លាប់ខែភ្ជុំហើយនំដែលទុកបានយូរជាងគេគឺនំជាលនំមកហ្នឹងហើយកាត់ប្រទេសឲ្យហាលថ្ងៃហ្នឹងហើយហូបបានយូរនំហ្នឹងហូបបានយូរខ្ញុំប្រហែលជាអាចសនំពោឲ្យគេធ្វើនំហ្នឹងផ្ញើទៅទៀតហ្នឹងហើយនឹងយើងមានមូលនិធិច្រើនបើគ្រាន់ថាខ្ញុំក៏មានមួយចំណែករបស់ខ្ញុំហ្នឹងមិនមានខ្ញុំផ្ទាល់ទេដូចខ្ញុំជម្រាបអញ្ចឹងគឺបរិស័ទដែលជ្រះថ្លាជាមួយខ្ញុំហ្នឹងចូលទៅវត្តវត្តមាន2គឺវត្តជ្រះថ្លាមួយខ្ញុំហ្នឹងមិនផ្ញើឲ្យខ្ញុំទេណាផ្ញើទៅវិរៈកងតបរបស់យើងនិងជនភាសឹកហ្នឹងគឺតាមរយៈវត្តទាំងពីរគ្រាន់តែខ្ញុំនិយាយថាឮតាមខ្ញុំនិយាយហើយចង់ចូលរួមហ្នឹងទៅវត្តទាំងពីរហ្នឹងមានសមណគោតមារាមនៅអូស្ត្រាលីនេះហើយនឹងមនីរតនារាមនៅស្រុកខ្មែរដែលឥឡូវហ្នឹងឃើញព្រះអង្គគ្រូចារិកាលោកសកម្មចុះផ្ទាល់យកទៅចែកដល់ទាហានដល់ជនភាសឹកផ្ទាល់តែម្ដងបាទតែខ្ញុំអត់បានបង្ហាញអីនៅលើនេះ QR code អីសម្រាប់ចូលទេចាំចប់ម៉ោងហ្នឹងទៅខ្ញុំនឹងបង្ហោះវីដេអូហើយលោកគ្រូនៅមាននំខ្មែរយើងមួយទៀតគឺនំកប៉ងនំប៉ុងអូខ្ញុំអត់ស្គាល់នំប៉ុងអត់ស្គាល់បានមានរូបល្អបាទនឹងអញ្ចឹងខ្ញុំអនុញ្ញាតមើលក្រែងលោកមានសំណួរប៉ុន្តែមែនតើថ្ងៃនេះខ្ញុំមិនសូវមានចិត្តថាចង់ឆ្លើយសំណួរប្រហែលទេខូចចិត្តអស់ហើយបើសាស្ត្រអីគ្រូធននេះក៏វាខូចចិត្តដែរមើលតែព័ត៌មានមួយថ្ងៃខ្ញុំអស់មើលតែព័ត៌មានដែរហ្នឹងតិចទៅឃើញវ័យនៅតែនេះវ័យនៅតែនោះអំបុកមានគេធ្វើច្រើនបាទដោយសារឃើញគេធ្វើអំបុកច្រើនហ្នឹងខ្ញុំក៏គិតថាធ្វើអីឲ្យវាប្លែកមាត់បាទចឹងខ្ញុំបើកមើលសំណួរមើលក្រៃលោមានគ្រាប់ជីអបជាមួយក៏ល្អដែលលោកគ្រូគ្រាប់ជីជួយច្រើនដល់ពោះវៀននិងសម្បូរ fiber លោកគ្រូបាទហ្នឹងហើយយើងនិយាយរឿងហ្នឹងតិចមើលយើងជួយនឹកគ្នាមើលស្អីដែលល្អនំបាយត្រៀបទុកបានយូរដែរនំកំពង់គ្រូមួយឆ្អែតហើយជានំដែលខ្ញុំកំពុងនិយាយហ្នឹងហើយដែលធ្វើពីត្រូវដែលគេយកទៅលីងហើយនឹងដាក់ជាមួយសណ្តែកដីជាមួយធ្លាប់ម៉ែក្មេកយកមកផ្ញើរៀងរឹងបន្តិចប៉ុន្តែវាល្អដែរនឹងឲ្យជំរាបដែរបងប្អូនខ្ញុំឃើញព័ត៌មានខ្លះការដែលយើងទទួលអំណោយទៅអីហ្នឹងជួនកាលយើងគួរតែឆែកមើលឲ្យល្អដែរណាព្រោះ
ដើម្បីសុវត្ថិភាពក្រែងមានជនបន្លំខ្លួនធ្វើឲ្យមានវិបត្តិកាន់តែធ្ងន់ណាតាមហូបអាហារអីយើងនឹងសត្រូវពីមុខវារឿងដែលយើងដឹងហើយថាត្រូវការពារយ៉ាងម៉េចប៉ុន្តែបើសត្រូវពីខាងក្រោយខ្នងយើងនេះគឺពិបាកទប់ទល់ណាក្នុងម្ហូបក្នុងអាហារអីហ្នឹងយើងអនាម័យឲ្យល្អពិនិត្យវិច័យមើលបាទរបស់របរញើទៅអីហ្នឹងតាមបងប្អូនគាត់ឲ្យមតិមកហ្នឹងពិនិត្យវិច័យឲ្យល្អក៏ដែលលោមានរបស់បង្កប់ឬក៏ GPS ដាក់ទៅដល់យោធាយើងគ្រប់តំបន់ហ្នឹងគឺឃើញអស់ហ្នឹងគួរជួយពិនិត្យមើលអាហ្នឹងផងបាទហ្នឹងហើយចាំមើលឲ្យគេកុំដាក់ស្ករច្រើនពេកអាចស្រេកទឹកមែនបាយត្រៀបអាចឆាប់ផ្អូមមែនឆៃសនិតខ្ញុំបាទមានបងប្រុសនៅជួរមុខលោកគ្រូតាំងពីផ្ទុះអាវុធមកស្ងាត់តាក់ទងអត់បានទេយប់ឡើងដេកតែតាមដានព័ត៌មានមានព័ត៌មានរហូតម៉ោង1ម៉ោង2យប់រហូតធ្លាក់ខ្លួនឈឺខ្លួនឯងซึ่งវិប្រជាជនខ្មែរយើងផងបាទខ្ញុំចឹងដែរហ្នឹងយប់ខ្លះហ្នឹងហើយពួកខ្ញុំនេះវាយប់មុនណាយប់មុនតែអញ្ចឹងព័ត៌មាននៅតែចេញហោហែមកនៅស្រុកខ្មែរមានពេលខ្លះខ្ញុំនៅមើលដល់យប់ជ្រៅមែនតែនម៉ោង2ម៉ោង3បាទហ្នឹងគឺនំកន្ទក់លោកគ្រូហ្នឹងក៏ល្អដែរខ្ញុំពីក្មេងធ្លាប់មាននំនៅដូចនំកន្ទក់អញ្ចឹងគេធ្វើនៅស្រុកខ្ញុំគេហៅនំពុំអាហ្នឹងតែណាមិនដឹងគេហៅនំអីមែនទេណាគឺធ្វើពីម្សៅហើយមានដូចជាស្លឹកស្នោតរុំដូចដែកស្រោបកង់អាទេសអញ្ចឹងរុំអីសប៉ែតចេះមិនដឹងគេហៅនំអីណាខាងលើខ្វះទឹកបាទហ្នឹងហើយយើងទឹកក៏សំខាន់ដែរទឹកចឹងហើយបានដូចខ្ញុំជម្រាបចឹងថារយៈកាលដែលស្ងាត់មុនសង្គ្រាមហ្នឹងមូលនិធិយើងបានចូលទៅជួយធ្វើទឹកស្អាតដល់កងកម្លាំងយើងបានច្រើនគួរសមហ្នឹងហើយធ្វើសូឡាធ្វើអីដើម្បីទាញយកភ្លើងបញ្ចូលភ្លើងយើងមិនអាចបញ្ឆេះម៉ាស៊ីនបានហ្នឹងហើយធ្វើការងារនឹងបានច្រើនស្ងាត់ហ្នឹងយើងធ្វើហ្នឹងវាជាកិច្ចចាំបាច់ហ្នឹងចន្ទថនងួនចាប់បាន2នាក់ហើយលោកគ្រូអ្នកផ្ដល់ព័ត៌មានឲ្យសៀមបាទហ្នឹងហើយដែលពិបាកហ្នឹងគឺរឿងពីក្រោយហ្នឹងឯងដែលពិបាកមែនតើហើយប្រទេសនៅក្នុងពិភពលោកដ៏ច្រើនហ្នឹងគេតែងតែមានចារកម្មរបស់គេគ្រោះថ្នាក់ជួនកាលនឹងគៀកយើងវាមិនដឹងពីណាជាពីណាសាច់ផាត់ហ្នឹងហើយសាច់ផាត់ក៏ល្អដែរបាទហ្នឹងហើយយើងធ្វើសាច់ផាត់ក៏ល្អដែរសាច់ផាត់ទុកបានយូរដាក់កំប៉ុងដាក់អីទៅទុកបានយូរជាឡុងសួរពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះដែរសូមជម្រាបលោកគ្រូជាទីគោរពតើសប្បុរសជនទាំងឡាយដែលបានផ្ដល់ជំនួយគួរមានចេតនាបែបណាទើបជារឿងល្អហើយចាក់ឆ្ងាយអំពីអកុសលធម៌បាទគឺយើងបដោតទៅលើទុក្ខសត្វបញ្ញត្តិជាអារម្មណ៍គឺឃើញទៅលើទុក្ខដែលបៀតបៀនហ្នឹងហើយយើងឧទាហរណ៍ឲ្យមកហូបគឺដើម្បីឲ្យបាត់ឃ្លានឲ្យថ្នាំដើម្បីព្យាបាលជំងឺហ្នឹងប្រព្រឹត្តទៅជាកុសលវាមិនមែនជាអកុសលទេ
ហ្នឹងហើយអាហ្នឹងទៅតាំងចិត្តដូចគ្រូពេទ្យចិត្តធរអញ្ចឹងណាចិត្តពេទ្យចិត្តធរហ្នឹងគឺតាំងចិត្តព្យាបាលមិនរើសថាមនុស្សហ្នឹងយ៉ាងណាទេហ្នឹងហើយគឺទៅឈឺព្យាបាលសិនទោះចោលក៏ដោយក៏ព្យាបាលសិនដែរជាទូនាទីគ្រូពេទ្យហើយចាំរាយការណ៍ទៅប៉ូលីសអញ្ចឹងការដែលព្យាបាលចោលហ្នឹងក៏ដោយក៏ជាកុសលដែរតែមិនមែនមានន័យថាគ្រប់គ្រងចោលឲ្យលួចទេគាត់ណាព្យាបាលឲ្យបាត់ឈឺហើយឲ្យគាត់ទៅទទួលទោសតាមច្បាប់ទៅនឹងផ្សេងគ្នាណាហើយចំប៉ាខុនកំពុងចង់សួរលោកគ្រូថាគួរពិចារណាធម៌យ៉ាងណាក្នុងស្ថានភាពបែបនេះដើម្បីឲ្យចិត្តរឹងមាំមានកម្លាំងជួយសមរភូមិមុខបន្តលោកគ្រូខូចចិត្តក៏ប្រហែលមិនខូចច្រើនពេកបាទវាមានស្ថានទម្ងន់ខុសៗគ្នាក្នុងស្ថានភាពបែបហ្នឹងវាមានស្ថានទម្ងន់នៃទុក្ខលំបាកហ្នឹងខុសៗគ្នាយើងដែលជាជនភាសឹកឥឡូវថាខ្ញុំនិយាយដល់ជនភាសឹកចុះយើងលំបាកមែនយើងមានផ្លូវរត់នឹងទៅរកទីសុវត្ថិភាពហើយអ្នកដែលធ្វើសប្បុរសធម៌ហ្នឹងក៏ឆាប់បានទៅដល់យើងហ្នឹងហើយប៉ុន្តែយើងដែលមិនមែនជាជនភាសឹកក៏វាមិនលំបាកដល់បងប្អូនដែលជាជនភាសឹកដែរបើទោះជាដេកព្រួយដេកភ័យពីចង្អាយក៏ពិតមែនប៉ុន្តែមិនបារម្ភមិនខ្លាចដូចជនភាសឹកទេជនភាសឹកគាត់ណាមួយរូបកាយឆ្ងាយពីផ្ទះខ្លាចផ្ទះនឹងត្រូវបំផ្លាញដោយសារកំភ្លើងធំហើយឬក៏ខ្លាចជនឆក់ឱកាសចូលកោះយកទ្រព្យសម្បត្តិអីសត្វពាហនៈជ្រូកមន្ទាគោក្របីមិនអាចយករត់ទៅតាមខ្លួនបាននឹងចឹងហើយទុកលំបាករបស់អ្នកនៅក្រៅប្រទេសនេះបើតាមផ្លូវចិត្តមិនវាស់ទេប៉ុន្តែពាក់ព័ន្ធនឹងផ្លូវកាយក៏បារម្ភមិនតិចមិនច្រើនជាងអ្នកនៅក្នុងស្រុកទេក្នុងស្ថានភាពឥឡូវនេះព្រោះថៃបាញ់យ៉ាងម៉េចក៏មិនអាចផ្លាតមកត្រូវដល់អូស្ត្រាលីដល់អាមេរិកដល់កាណាដាដែរគឺវានៅតែក្នុងស្រុកនឹងឯងដូច្នេះវាស្ថានភាពនៃការគិតការលំបាកហ្នឹងពិតជាខុសគ្នាតែតាមមនុស្សទៅទៀតមនុស្សខ្លះគាត់មិនខ្វល់ឧទាហរណ៍នៅក្នុងស្រុកក៏ដោយគាត់នៅឆ្ងាយពីកន្លែងសង្គ្រាមគាត់នៅតែផឹកគាត់នៅតែជួលកែវអញ្ចឹងគាត់នៅតែសប្បាយអញ្ចឹងគាត់មានបាក់អីផងហ្នឹងដូចគាត់មិនសូវខ្វល់ណានៅតែផឹកនៅតែចូលការ៉ាអូខេនៅតែកោះអញ្ចឹងគាត់ថារស់ថ្ងៃគិតថ្ងៃនឹងងាប់ថ្ងៃណាអញ្ចឹងទៅនឹងខ្លះទេអាចអញ្ចឹងហ្នឹងហើយភ័យរន្ធត់តក់ស្លុតហ្នឹងក៏ផ្សេងគ្នាដែរទោះបីជាអ្នកនៅនឹងកន្លែងហ្នឹងក៏ដោយខ្ញុំឃើញព័ត៌មានមួយឃើញបងប្រុសម្នាក់គាត់អាយុ30គេរត់អស់ក៏អត់រត់ទេគាត់ជីកត្រង់សេនៅផ្ទះគាត់ហ្នឹងហើយតំបន់នៅជិតកន្លែងបាញ់គ្នាហ្នឹងគាត់ថាគាត់មិនជាស្លុតអីទេដោយសារមិនដឹងទៅណាផ្ទះគាត់នៅទៅនឹងហើយបើជាតិត្រូវការគាត់នឹងពលីជីវិតដើម្បីអីចឹងទៅអាហ្នឹងវាខុសៗគ្នាអញ្ចឹងណាមនុស្សយើងសភាពនៃចិត្តហ្នឹងវាខុសៗគ្នាអញ្ចឹងប៉ុន្តែយើងនៅជួរក្រោយនេះពិបាកយ៉ាងណាមិនដល់បងប្អូននៅជួរមុខទេពលទាហានវិរៈកងទ័ពរបស់យើងហ្នឹងដែលនៅតស៊ូគ្រីលក្រាញនានាលជាមួយក្របកំភ្លើងពីលើពីឆ្វេងពីស្ដាំតបគប់មីនពីក្រោមទៀតគ្រប់ហើយជីវិតនេះទៅនឹងគឺថាដើមទុនជីវិតហ្នឹងយកទៅហ្មងឲ្យក្នុងសង្គ្រាមសម្រាប់ទាហានបាទហើយយើងនៅជួរក្រោយនេះទោះជាយើងជាជនភាសឹកហ្នឹងក៏មានកន្លែងដេកអាចដេកលក់ស្រួលតែទាហានគាត់មិនហ៊ានសម្រាកក៏ដាក់វេនគ្នាអីចឹងទៅហើយគ្មានកន្លែងគ្មានអីត្រឹមត្រូវតែខ្ញុំវាលំបាកពណ៌នាដែរព្រោះមិនដែលធ្វើទាហានប៉ុន្តែ
គ្រាន់តែគិតទៅក៏ដឹងថាគាត់លំបាកជាងយើងច្រើនហ្នឹងហើយម្យ៉ាងទៀតក្នុងការតំណែងជាមួយជួរក្រោយហ្នឹងក៏លំបាកបាទដូច្នេះជាមួយនឹងស្ថានភាពលំបាកអញ្ចឹងបើយើងមិនពង្រឹងសមត្ថភាពផ្លូវចិត្តយើងបន្ថែមទៀតទេវាអាចកាន់តែជ្រួលច្បល់ដោយអត់អំពើជួយច្បល់ដោយអត់អំពើឧទាហរណ៍ដូចជាពួកខ្ញុំនៅពីចម្ងាយដូចនេះបើទោះជាខំដេកពិបាកចិត្តយ៉ាងណាក៏អត់ប្រយោជន៍សម្រាប់បងប្អូនយើងនៅស្រុកខ្មែរដែរអញ្ចឹងពិបាកចិត្តអត់ប្រយោជន៍អញ្ចឹងធ្វើមូលនិធិទៅហ្នឹងមានលុយតិចតួចអន្សែនសំដាក់ទៅជួយបានបណ្ណាយកប៉ុណ្ណឹងมันអាចទៅជួយកាន់កំភ្លើងតតាំងអីបានទេអញ្ចឹងហើយបានធ្វើត្រឹមការងារដែលយើងធ្វើបានអានឹងកាត់បន្ថយ stress ហើយបើសិនជាយើងគ្រាន់តែដេកព្រួយហើយយើងអត់មានចំណែកក្នុងការជួយគ្នាទេអានឹងបាក់ចិត្តអត់ប្រយោជន៍ណាហើយសួរថាធ្វើចិត្តបែបណាអានឹងចិត្តនេះយើងធ្វើអត់បានទេហ្នឹងហើយវាទល់តែយល់ពីដំណើរធម្មជាតិហ្នឹងថារឿងវាមិនមកកើតយ៉ាងម៉េចវាអញ្ចឹងដូចសង្គ្រាមហ្នឹងយើងអត់ចង់ទេប៉ុន្តែទីបំផុតទៅវាកើតហ្នឹងហើយខ្ញុំបើនិយាយពីចិត្តហ្នឹងគឺតាំងតែពីរឿងតិចតួចមកហ្នឹងខ្ញុំសុំថាធ្វើយ៉ាងណាកុំឲ្យមានសង្គ្រាមហ្នឹងហើយអញ្ចឹងបានថ្នាក់ដឹកនាំយើងអត់ធ្មត់អស់កម្រិតហើយទុកឲ្យគេបាញ់មុនឡើងប្រហែលម៉ោង12ម៉ោងឯ24ម៉ោងខ្ញុំភ្លេចទៅហ្នឹងហើយជួនកាលយើងវាចិត្តតែក្តៅពុះកជ្រោលមុនពេលចិត្តថាប៉ុណ្្នឹងឲ្យមិនដាក់ទុកធ្វើអីប៉ុណ្្នឹងឲ្យមិនដាក់ទុកធ្វើអីអាហ្នឹងយើងចេះកជ្រោលចឹងទៅប៉ុន្តែដូចសង្គ្រាមកើតវាអញ្ចឹងវាវិនិច្ឆ័យសកម្មខ្លាំងណាស់សង្គ្រាមហ្នឹងហ្នឹងហើយប៉ុន្តែធ្វើម៉េចឲ្យយើងអត់ធ្មត់នឹងវាអត់ធ្មត់រហូតដល់អ្នកដែលឆេវឆាវមួយចំនួនហ្នឹងខឹងរដ្ឋាភិបាលរឿងមិនបាញ់គេនឹងវិញហ្នឹងហើយបើគិតថាយើងអត់ធ្មត់ឡើងកើតព្រោះគេនៅតែដាក់មកអញ្ចឹងរហូតព្រោះសង្គ្រាមមិនមែនដូចយើងឆ្លោះគ្នាឯកជនអីផឹកស្រាសវឹងវៃគ្នាអីមែនទេព្រឹបមកឥឡូវជនភៀសសឹកឡើងរាប់ម៉ឺននាក់ក្មេងៗអត់អាចទៅសាលារៀនរាប់ម៉ឺននាក់លោកគ្រូអ្នកគ្រូរាប់ពាន់នាក់ដែលមិនបានទៅបរៀនឃើញទេវិបត្តិខ្លាំងណាស់រឿងសង្គ្រាមនេះយើងកុំឈូឆអីធ្វើការងាររបស់យើងបងប្អូនមិនបាច់ឌឺដងអីទេខ្ញុំនិយាយតែម្ដងថាមិនបាច់ឌឺដងដាក់គេទេបើយើងខ្លាំងមិនបាច់ទៅឌឺដាក់គេទេគឺធ្វើម៉េចឲ្យគេស្មានយើងខុសឲ្យគេមើលយើងថាអន់ចុះឲ្យគេមើលយើងថាវាមិនកើតចុះប៉ុន្តែដាក់ម៉ាំងទៅគឺថាវាបានការទីឲ្យដូចខ្ញុំឃើញព័ត៌មានខ្លាំងគេមើលងាយខ្មែរគេថាវ័យតាបាន3ថ្ងៃឲ្យដល់ពេញហ្នឹងអាហ្នឹងគេមើលងាយមិនដូចទៅដេញបាញ់សត្វឆ្លុះឯណាមនុស្សមានដៃតដែរហ្នឹងបើខណៈយើងវាមិនអួតដល់មិនអួតទៅបានសត្រូវមើលងាយទៅអាហ្នឹងល្អវិញតាកុំខ្លាចគេមើលងាយបងប្អូនកុំខ្លាចគេមើលងាយខ្ញុំខ្លាចតែយើងមិនត្រូវគ្នាទេខ្ញុំខ្លាចតែយើងមិនពង្រឹងសមត្ថភាពគ្នាយើងទេហ្នឹងហើយហើយដូចលើកក្រោយនេះថៃមិនដែលគិតថាយើងមានដ្រូនណាអាហ្នឹងដូចចាស់និយាយថាត្រុកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអត់មានភ័ណ្ឌអញ្ចឹងហើយតមកលើកនេះប៉ះឆេះសិតតែដ្រូនអត្តឃាតខ្ញុំមិនដែលឮដែរហ្នឹង
cái khang dưỡng ở ban uất đấy rương chẳng chẳng nghiêm chắc là bạch đư thế đòi pay về lý tờ à thế nè đôi chỉ dương xa tua khơi cái ngọp man thì bạch ấy tụi dân mình thá của ngọp hai đã bạch xa tua bạch về ngọp ấy phía xa ở nâng về mình phía xa bên chọc sừng kiếm á bông bổ vì ở bên chọc sừng kiếm thế là ngày lư tới mình nó chỉ cái đầu màu cái đầu màu son sặc máu vì ở chọc á vì ở chọc thế bạch đư đi lăng bên tên châu được can là một mùi kia nó chu mục thức ngặt đó vì ở phải giao ấy đư đòn kia tam sừng cung năng tề ai dương prao Facebook ban phải giao đấy bà sân chỉ dương Rika chỉ bị xa bỏ được tê rồi có thôiอย่างណាឲ្យព័ត៌មាននៃការរីករាលដាលសង្គ្រាមដែលថៃវៃយើងហ្នឹងឲ្យបានពិភពលោកបានដឹងកាន់តែច្រើនចឹងណាហ្នឹងល្អហ្នឹងហើយតែឌឺដងគ្នាហ្នឹងអត់ល្អទេអាចធ្វើឲ្យបរទេសហ្នឹងគេមើលមកយើងថាយើងហ្នឹងអ្នកបង្កបញ្ហាបរទេសដឹងណាបរទេសដឹងបរទេសគេមើលមកថាយើងជាអ្នកបង្កបញ្ហាហ្នឹងជេរប្រមាថអីហ្នឹងដល់គេវាបកកែខូចស្រាប់យើងថាចុះបើវាខូចម៉ងមកឲ្យជេរមិនថាវាទុកទល់មួយមនុស្សខូចវាតបប្រយ័ត្នពួកគេល្បិចច្រើនគេញុះឲ្យតែយើងខឹងហ្នឹងដែរដល់គេញុះឲ្យយើងខឹងយើងធ្វើនេះធ្វើនោះគេបានអាផោះតាងហ្នឹងទៅប្រាប់បរទេសឃើញខ្មែរគេចេះចុះវារើសអើងពូជសាសអីចេះចុះទៅវាទៅជាយើងអ្នករងគ្រោះវាទៅជាអ្នកបកកហេតុហ្នឹងហើយអញ្ចឹងនឹងដូចមានផ្សែងពុលផ្សែងអីយើងអាចផ្សាយយ៉ាងម៉េចឲ្យពិភពលោកដឹងច័ន្ទធឿនហ្នឹងហើយឲ្យពិភពលោកដឹងថាឥឡូវវាប្រើអាវុធអីដើម្បីមកធ្វើសង្គ្រាមវាខុសច្បាប់អន្តរជាតិយ៉ាងម៉េចព្រោះមានអញ្ចឹងល្អណាទៅឌឺដងវាងាប់ម៉ាននោះដល់ពិភពលោកមើលយើងកំពុងតែខាងអីគេក្រសួងការពារជាតិយើងកំពុងតែរាយការណ៍រឿងពិតថាថៃវាមកបំលោភបំពានយើងអញ្ចឹងណាដល់ពេលយើងថាឥឡូវថៃងាប់ប៉ុណ្ណេះហើយគេមើលមកវាមិនឃើញថៃវៃខ្មែរឃើញខ្មែរស្លាប់គេហ្នឹងឃើញគ្រោះថ្នាក់បងប្អូនកន្លែងហ្នឹងកុំអអញ្ចឹងហ្នឹងគេបានលេសថាយើងអ្នកទៅស្លាប់គេហ្នឹងហើយហ្នឹងអញ្ចឹងការផ្សាយដើម្បីឲ្យបានជាប្រយោជន៍មាន2ទី1គឺបង្កើនចលនាសាមគ្គីជាតិរបស់យើងនឹងរឿងរ៉ាវតិចតួចអីយើងអត់ឲ្យនៅគ្នាបានអត់ទៅហ្នឹងកុំចងចិញ្ចើមដាក់គ្នាពេលដែលមានអាសន្នបែបនេះហ្នឹងហើយប្រវត្តិសាស្ត្រជ្រាំដែលពេលខ្មែរយើងឆ្លោះគ្នាហើយយើងសោកគ្នាតិចតួចបន់ឲ្យតែងាប់ហ្នឹងអត់ល្អទេអត់ល្អទេហ្នឹងហើយអញ្ចឹងយើងឃើញហើយថាតាមព្រំដែនយើងមិនមែនវាយចូលទៅដីគេណាគេទៅអ្នកបាញ់ចូលមកដីយើងព័ត៌មានហ្នឹងចែកចាយឲ្យឃើញឲ្យពិភពលោកឃើញថាគេពិតជាវាយមកលើដីយើងមែនហ្នឹងហើយកុំទៅសបាយងាប់ដូចគេទីណាងាប់ខ្មាតចំណៃខ្មាតអីឥឡូវងាប់ឲ្យខ្ទេចហើយអញ្ចឹងវាមានលឺមកពីណាលឺមកតែពីយើងដល់ពេលគេវាខូចស្រាប់គេយកតែព័ត៌មានយើងផ្សាយពីយើងហ្នឹងគឺថាមើលពួកខ្មែរអ្នកទៅសម្លាប់គេអីចឹងទៅនេះខ្ញុំអត់ដែរ share ទេព័ត៌មានចឹងខ្ញុំអត់ដែរ share ទេហ្នឹងហើយមើលខ្ញុំ share មកខ្ញុំអត់ដែរទៅអអីយ៉ាងគេងាប់ច្រើនហ្នឹងទេបើព័ត៌មានណានិយាយពីការជួយគ្នាពីខ្មែរយើងនឹងចេះសាមគ្គីគ្នាអាហ្នឹងខ្ញុំ share ខ្ញុំអត់ខ្វល់គេខ្លាំងប៉ុណ្ណាគេខូចប៉ុណ្ណាខ្ញុំខ្លាចតែខ្មែរយើងមិនចេះរួបរวมគ្នាទេតែបើថាយើងមិនចេះរួបរวมគ្នាទេយើងមិនចេះអត់ឱនឲ្យគ្នាយើងទេ
បាច់គេខ្លាំងពេកគេតែល្មមក៏ឈ្នះយើងបានដែរនេះយ៉ាងរឿងអីក៏ដោយគ្នាយើងគឺថាកុំកេងចំណេញលើគ្នាយើងក្នុងឱកាសនេះហើយឮហែមកថ្ងៃមុនឃើញម្សិលមិញឃើញម្ចាស់រោងចក្រអំបុកឃ្លាំងអំបុកមួយគាត់លក់មកគីឡូតែ 4,000 រៀលហើយឈ្មួញកដាលយកទៅលក់បន្តឡើង 10000 ជាងដូច 12000 ហើយមិនដឹងហ្នឹងអាក្រក់ជាងថៃព្រោះទី1យើងគិតថាគ្នាយើងណាយើងបានគិតថាគ្នាយើងលក់ហ្នឹងលក់យកទៅចែកជូនភាសឹកឬក៏ទៅយុទ្ធជនរបស់យើងស្រាប់តែយកចំណេញដល់កអានេះបើមានណាតែគីឡូគេបលើសមិនដឹងទេតែបើចឹងមិនបាច់ធ្វើទេមិនបាច់ទៅធ្វើជាជូនសពរបស់ជូនអីទេកុំត្រីងៀតឆ្លៀតពងត្រីក្នុងសងឆ្លៀតបដើកូនរស័យក្នុងក្បូនឆ្លៀតដោះតពាំងទៀតណាកុំទៅយកឈ្មោះសប្បុរសជនកុំទៅយកឈ្មោះជាអ្នកធ្វើមូលនិធិកុំទៅយកឈ្មោះធ្វើអីទាំងអស់បាទទេស្ងៀមហ្មងទៅវាមិនសូវបាបទុកឲ្យអ្នកដែលមានចិត្តល្អមែនតើគេធ្វើទៅអញ្ចឹងណាចឹងដូចជារបស់លក់ឡើងថ្លៃកប់ក្តោងអាហ្នឹងក៏ចាត់ទុកថាសត្រូវក្រោយខ្នងហើយពេលនេះហ្នឹងហើយយើងយកចំណេញខ្លាំងពេកប៉ុន្តែវាអាចដែររបស់ខ្លះទិញមកវាថ្លៃដែរក្នុងសម័យកាលអញ្ចឹងណាវាមិនធូរថ្លៃដូចពេលធម្មតាទេវាអាចឡើងខ្លះមិនខានទេព្រោះប្រភពយើងយកតំណែងមកពីសៀមហ្នឹងយើងមិនយកទៀតទេយើងមកពីផ្សេងហ្នឹងមកឬក៏យើងផលិតក្នុងស្រុកក៏ដោយជួនកាលតម្លៃហ្នឹងក៏វាគួរសមដែរតែវាយើងយកមកថ្លៃហើយលក់ថោកក៏វាខាតដែរប៉ុន្តែឲ្យប្រកាសថាវាថ្លៃមែនយកមកហ្នឹងប៉ុន្តែក្រៃលោយើងវាមិនអញ្ចឹងតម្លើងថ្លៃត្រឹមយើងឡើងកប់អញ្ចឹងអំបុក1គីឡូយកពីរោងផលិតមក 4,000 រៀលហើយដល់យកទៅលក់បន្តឲ្យអ្នកគាត់ធ្វើទៀននោះ 12,000 វាទៅល្បីឈ្មោះខូចអ្នកធ្វើអំបុកឯណោះក៏បានចំណេញច្រើនអញ្ចឹងផងវាទៅខូចឈ្មោះគាត់អ្នកធ្វើអំបុកនឹងទៅទៀតហ្នឹងហើយធ្វើឲ្យខកខានបានចំនួនគ្រប់គ្រាន់ហ្នឹងវាត្រូវជាលែងគ្រប់គ្រាន់ដោយសារថវិកាវាមានកម្រិតអីចឹងទៅដល់ពេលរបស់វាឡើងថ្លៃចឹងហ្នឹងហើយលីគឹម24ម៉ោងលោកគ្រូធ្មត់អស់ហើយបាទកន្លែងនេះខ្ញុំគាំទ្រពេលដែលឃើញគេញុះឲ្យវៃគេជេរថាញុះឲ្យវៃខ្ញុំចេះនិយាយមួយគ្រូសាមួយអ្នកនៅជិមវិញខ្លួនមើលអ្នកញុះឲ្យវៃហ្នឹងខ្លួនឯងអ្នកនៅកាន់កំភ្លើងហ្នឹងអីភាគច្រើនអ្នកញុះឲ្យវៃហ្នឹងច្រើនអ្នកក្រៅប្រទេសទៀតអ្នកញុះឲ្យវៃហ្នឹងហើយប៉ុន្តែធ្វើម៉េចបើគាត់គិតឃើញត្រឹមតែប៉ុណ្ណឹងប៉ុន្តែខណៈពេលដែលអត់ធ្មត់ហ្នឹងខ្ញុំអាណិតមិនមែនអត់អាណិតទេអាណិតប្រជាជនយើងអាណិតកងទ័ពយើងដែលវាត្រូវគេបាញ់ប្រហារមកលើប៉ុន្តែខ្ញុំមើលឃើញថាតែបើវាផ្ទុះសង្គ្រាមវាខ្លាំងជាងនឹងរាប់រយដងខ្ញុំឃើញអញ្ចឹងណាឥឡូវឃើញដូចឯងហ្នឹងយើងដូចហើយយើងមើលទៅយូក្រែនជាមួយរុស្ស៊ីហ្នឹងសង្គ្រាម4ឆ្នាំបាត់ហើយម្នាក់ស្លាប់អស់រាប់សែននាក់ឯណាហើយក្របបាញ់រាល់ថ្ងៃសិតតលុយក្របហ្នឹងចេញមកក្របសិតតលុយវាយគ្នាយូរទៅឥឡូវទឹកដីហ្នឹងវារួញទៅគេឲ្យកាត់ដីដូរសន្តិភាពទៀតគាត់ពងពិបាកចិត្តចង់ងាប់ឯនោះវានៅតែប្តីហ្នឹងខ្ញុំមិនទៅហៅរកឲ្យដូចអញ្ចឹងទេបើខ្ញុំគិតថារាល់សង្គ្រាមវាគ្មានចំណេញស្អីទេមែនទេអាចអត់ធ្មត់បានយើងអត់ធ្មត់ទៅចង់គេថាខ្សោយថាទៅនេះបើសិនជាអត់ធ្មត់ហើយវាមិនអីណាតែយើងធ្វើហើយណាដឹកនាំប្រទេសយើងបានធ្វើហើយខ្ញុំមិនបន្ទោសទេខ្ញុំអត់បន្ទោសទេទោះបីតដៃពេលហ្នឹងក៏ខ្ញុំលែងបន្ទោសដែរព្រោះមានភាពអត់ធ្មត់ហើយរួចហើយហ្នឹងហើយ
ចឹងព័ត៌មានដែលយើងគួរផ្សាយឲ្យពិភពលោកដឹងអាហ្នឹងណាអ្នកបកហេតុអាហ្នឹងគួរផ្សាយអាហ្នឹងគួរផ្សាយអាហ្នឹងឲ្យខ្លាំងឲ្យពិភពលោកដឹងអត់មានផ្សាយរឿងឌឺដងគ្នាអាណាងាប់ច្រើនហើយចូលមកចំណៃថ្មអីចេះចុះមិនបាច់ទេអាហ្នឹងមិនបាច់ទេយើងឲ្យឃើញថាណាមិនគោរពកិច្ចព្រមព្រៀងអានេះបានមានប្រយោជន៍ឲ្យគេដឹងព្រោះដូចនៅកូរ៉េឃើញនៅកូរ៉េបងអូនមួយនៅកូរ៉េគាត់ផ្សាយជាភាសាកូរ៉េទៅពួកកូរ៉េជេរគាត់ព្រោះអីពួកសៀមគេបំលែងព័ត៌មានថាខ្មែរយើងអ្នកបាញ់គេមុនហ្នឹងហើយអញ្ចឹងអញ្ចឹងទៅអញ្ចឹងគេទទួលព័ត៌មានបានពីម្ខាងទៀតពីយើងអត់លឺអត់សូវលឺបច្ចេកវិទ្យាយើងវាតិចជាងគេហ្នឹងហើយ MMO មួយចំនួននោះលឺតែឯងងាប់ប៉ុណ្ណេះហើយឯងងាប់ប៉ុណ្ណោះហើយលឺអញ្ចឹងហើយរឿងយើងផ្សាយឲ្យវាមានភាពសុក្រិតឲ្យពិភពលោកដឹងអត់ផ្សាយហើយបើព័ត៌មានអញ្ចឹងបើគេលឺគេយកទៅវិនិច្ឆ័យថាម៉េចបើនិយាយតែបាញ់គេងាប់អញ្ចឹងណាឯខាងក្រសួងការពារជាតិផ្សាយត្រឹមតែតែអញ្ចឹងលោកប្រកាសអញ្ចឹងប្រកាសថៃបាញ់មកចេះទៅយើងប្រកាន់គោលជំហរការពារបូរណភាពទឹកដីតែប៉ុណ្ណាឃើញផ្សាយតែមិនហ្នឹងអត់កំហុសហ្នឹងហើយបើយើងនិយាយឲ្យសលេងមួយអញ្ចឹងល្អទោះជាហ្នឹងហើយមិនគួរអួតទេអាខ្លាំងហើយដាក់ទៅកពិតហ្មងអាហ្នឹងបាច់មាត់អាហ្នឹងខ្លាំងមែនតើយើងខ្លាំងតែមាត់ទេដល់ពេលនេះគេអីសំដីដូចលេខផ្ទុះតែវាអត់បានប្រយោជន៍អានេះខ្ញុំវាខណៈមើលទៅវាឃើញចំណុចខ្វះខាតខ្លះខ្ញុំតម្លាក់កំណត់ខ្លះទៅអញ្ចឹងណាបងប្អូនមិនថាបងប្អូនខុសទេមកពីខ្វល់ខ្វាយហើយបានអញ្ចឹងដែលខឹងដែលអីបនឲ្យតាហ៊ានគេងាប់ហ្នឹងក៏ដោយសារតែរឿងស្រឡាញ់ជាតិហ្នឹងដែរប៉ុន្តែយើងត្រូវដឹងថាគេល្បិចខ្ពស់ណាល្បិចខ្ពស់តែយើងខឹងទៅយើងនិយាយទៅអត់ត្រូវព័ត៌មាននិយាយឲ្យវាតែមួយដូចគ្រឿងការពារជាតិនិយាយហ្នឹងហ្នឹងហើយគឺមិនឲ្យពិភពលោកដឹងថាពីណាបាញ់ពីណាដឹងឲ្យច្បាស់ចឹងអាហ្នឹងបើយើងចង់ឲ្យអន្តរជាតិហ្នឹងមើលឃើញទៅឌឺដងគេហ្នឹងអន្តរជាតិអត់ទេទំបីតែអង្ការខ្ញុំទៅធ្វើបាតកម្មបន្តិចហ្នឹងមានពួកបរទេសគេថាយើងមិនក៏រើសអើងកាលហ្នឹងយើងគិតថាល្អខ្ញុំទៅកាលហ្នឹងច្រើនគ្នាយើងនឹកស្មានទៅបានច្រើនគ្នាអញ្ចឹងទៅបាញ់គ្នាព្រឹបថ្ងៃខែ7ហ្នឹងមានអ្នកខ្មែរយើងដែលធ្វើការជាមួយពួកបរទេសគេខ្លះអត់សាទរយើងណាបងប្អូនហើយយើងអត់ទៅធ្វើហិង្សាអីផងអញ្ចឹងយើងគួរយល់ពីអា concept របស់ពួកបរទេសហ្នឹងផងបើយើងចង់ផ្ដល់ព័ត៌មានអីទៅឲ្យគេអាពាក្យប្រមាថមើងងាយអាពាក្យមើលថោកអីនេះវាតែលឺវាថាយើងខូចហ្មងវាមិនដឹងថាគេធ្វើបាបយើងប៉ុណ្ណាទេប៉ុន្តែបើអាពាក្យយើងរៀងប្រកាន់បន់ឲ្យគេងាប់អញ្ចេះអញ្ចឹងហ្នឹងណាវាថាយើងនៅអាក្រក់ហើយកាលខែ7ជួបជុំគ្នាខ្ញុំទៅដែរកាលនោះយើងគ្រាន់តែមានបំណងឲ្យរដ្ឋាភិបាលអូស្ត្រាលីបានដឹងថាសង្គ្រាមបានកើតឡើងហើយគេជាអ្នកចាប់ផ្ដើមមុនយើងឲ្យដឹងថាប៉ុណ្ណាតែយើងទៅច្រើនហើយយើងស្រែកយ៉ាងលឺបន្តិចហ្នឹងមានថកែដែលជាជនជាតិអូស្ត្រាលីមួយខ្មែរយើងអត់សុបាយទេណែឯងមិនក៏មកស្អីក្ដុំក្រាំងអីប្រកាន់ជាតិសាសស្អីថៃឬតែថៃខ្មែរណាមិនស្រួលទេណាបងប្អូនមានពេលខ្លះយើងថាល្អប៉ុន្តែពេករបស់គេទាំងកាលមើលមកយើងអ្នកបង្កបញ្ហាវិញយ៉ាងហើយបានក្រោយមកហ្នឹងមួយបងសេដាអីក៏គិតគ្នាឡើងវិញថាតែយើងគួរផ្ដល់ព័ត៌មានមិនទៅដល់រដ្ឋាភិបាលអូស្ត្រាលីអញ្ចឹងទៅបានជាយើងធ្វើសញ្ញេចុះឈ្មោះសញ្ញេយកសំឡេងឲ្យផ្ញើជាលិខិតហ្នឹងទៅឲ្យរដ្ឋាភិបាលអូស្ត្រាលីដឹងឮរឿងហ្នឹងយើងធ្វើស្ងាត់វិញកាលហ្នឹងហ្នឹងហើយ
វេលាសំណាងបើនិយាយចឹងដោយបំបាក់ទឹកចិត្តកងតបដឹងលោកគ្រូខ្ញុំគិតថាมันបំបាក់ទេយើងបែកឯកភាពជាតិបានបំបាក់ឧបមាថានៅជួរខាងក្រោយលែងខ្វល់ខ្វាយពីពួកគាត់ហើយលែងឧបត្ថម្ភគាត់ហើយលែងដឹងគុណគាត់ហើយអ្នករត់ប្រះអាយុលែងខ្វល់ពីគាត់អាហ្នឹងបានគាត់បាក់ទឹកចិត្តមែនទែនតែបើយើងនៅតែលើកទឹកចិត្តគាត់នៅតែដឹងគុណគាត់លើកគាត់ជាវីរៈបរិសសម្រាប់ការពារជាតិមានបាក់មកពីណាឃើញទេបាក់ទឹកចិត្តដូចសម័យមុនហ្នឹងដែលខ្ញុំលើចាស់និយាយកងទ័ពទៅវាយមុខកងទ័ពខ្មែរក្រហមណាទៅដើម្បីជាតិមកខាងក្រោយគេរំលែកគ្រួសារអស់លីងហ្នឹងត្រឡប់មកវិញបាក់ទឹកចិត្តអាហ្នឹងបាក់ចុះបើប្រជារាស្ត្រយើងស្រោដៃគ្នាសឹងអីឃើញទេត្រូវការស្បៀងត្រូវការសម្ភារៈត្រូវការអីក៏យើងស្រុះស្រួលគ្នាយើងធ្វើហ្នឹងអាហ្នឹងដែលគាត់ស្លាប់មិនស្ដាយហើយយើងនៅក្រោយយើងមើលខាងមុខមិនឃើញចេះថាគេងាប់ហើយគាត់នៅមុខគាត់ដឹងអាណាងាប់ណារស់តែហ៊ានដឹងណាដឹងជាងយើងថាពីចង្ងាយនេះយើងមកថាគេងាប់ប្រមាណ100នាក់គេងាប់ប្រមាណយើងដឹងពីកាលយើងទៅរកខ្មោចយើងវាគ្មានដឹងទេតែពលមានយើងនិយាយហ្នឹងក៏មិនចេះតែលឺដល់តាហ៊ានទេពេលហ្នឹងគេមិនអោយបើកសេវាទេតាហ៊ាននោះពេលវ័យគ្នាហ្នឹងអូប្រទេសណាក៏ដោយជួរមុខហ្នឹងគេប្រើតែអាយកុំទេគេប្រើតែវិទ្យុតាក់ទងគេប្រើលេខសម្ងាត់ទេគេអត់ប្រើសេវាទូរស័ព្ទហ្នឹងទេអញ្ចឹងពីព្រោះអីព្រោះគេអាចចាប់អាសេវាហ្នឹងដឹងថានៅតាណាបានដូច្នេះអាយើងជេរយើងបចោលនៅក្រោយហ្នឹងពួកគាត់អត់លឺទេខណៈហ្នឹងអត់លឺទេចឹងវិន័យបទហ៊ានមិនអាចចេះតែប្រើទូរស័ព្ទអីបានទេខណៈហ្នឹងពេលវាយគ្នាហ្នឹងហើយខ្ញុំវាមិនគួរនិយាយអីជ្រៅទៅដល់ហ្នឹងពេកទេបងប្អូនវាមិនជាអ្នកជំនាញអីខាងហ្នឹងប៉ុន្តែគ្រាន់តែគិតតែធ្វើដែលអ្វីដែលយើងគួរធ្វើបានទី1បើយើងចង់ចែកព័ត៌មានទៅអន្តរជាតិឲ្យដឹងឲ្យគេក៏លេចមើលថាពីណាខុសពីណាត្រូវអាហ្នឹងនិយាយតាមត្រឹមការពិតទៅពីណាខូចពីណាបាញ់ពីណានិយាយតាមប៉ុណ្ណឹងអត់មាននិយាយទៅដាក់តនីគេឲ្យគេនឹងលិចទឹកឲ្យគេនឹងវាជន់លិចឲ្យងាប់សាធុឲ្យងាប់ទៅបាបកម្មឲ្យវាងាប់ទៅហើយពាក្យអញ្ចឹងបរទេសលឺអត់ជួយយើងទេបងប្អូនខ្ញុំនិយាយមែនណាយើងដាក់តនីគេឲ្យតែគេវិនិច្ឆ័យហ្នឹងគេចែកដាច់រឿងសង្គ្រាមគឺអ្នកដឹកនាំធ្វើតែប្រជាជនយើងបន់ឲ្យប្រជាជនគេងាប់អាហ្នឹងពួកបរទេសមើលមិនអាណិតយើងលឺអត់អាណិតយើងហ្នឹងហើយទី1គេអត់មានការឈឺចាប់ជាមួយយើងផងអញ្ចឹងណាទី1គេអត់មានសាច់ឈាមអីជាមួយយើងទេពួកបរទេសប្រទេសរាប់រយលើពិភពលោកហ្នឹងគេអត់មានសាច់ឈាមអីជាមួយយើងទេហ្នឹងហើយអញ្ចឹងគេមានបានឈឺចាប់អីជាមួយយើងអត់ផងតែយើងមិនបានរាយការណ៍ពីស្ថានភាពហ្នឹងគេបានដឹងចេះដាក់តនីគេឲ្យតែគេងាប់គេលឺតែពាក្យហ្នឹងគេថាអូយើងខូចយើងជួនកាលខ្ញុំគិតទៀតណាពួកមានអញ្ចឹងដឹងថាខ្មែរអ្នកផ្សាយឬក៏មិនមែនខ្មែរគុំគិតថានៅខ្មែរអត់មានចារកម្មរបស់សៀមរបស់អីមាននិយាយខ្មែរច្បាស់ឲ្យយោបល់មកឲ្យយើងវែងវាន់អស់មានពេលខ្លះយ៉ាងបានសរុបមកបើព័ត៌មានយើងគួរមើលព័ត៌មានដែលជឿទុកចិត្តបានមានប្រភពប្រមាណនោះរបស់ថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិពីអីហ្នឹងកុំចូលចិត្តមើលពេកឥឡូវចេះហើយឥឡូវចុះហើយហ្នឹងកុំចូលចិត្តមើលអាហ្នឹងពេកបំពុលក្នុងការហ្នឹងហើយខ្ញុំព្រោះឆ្លើយសំណួរអីមិនចាញ់មែនតាមួយថ្ងៃហ្នឹងឃើញបញ្ហាដែលកើតឡើងហ្នឹង
សម្បូរលីឥឡូវខ្ញុំឃើញបងអូនប្រុសម្នាក់គាត់កំពុងតែប្រកាសរកអ្នក volunteer ធ្វើព័ត៌មានអន្តរជាតិដើម្បីផ្សាយទៅកាន់ពិភពលោកឲ្យបានដឹងលោកគ្រូហ្នឹងអញ្ចឹងក៏ល្អបើណាបើយើងជួយ share ព័ត៌មានពីក្រសួងការពារជាតិក៏ល្អដែរណាបើមិនតាន់បានព្រោះពេលដែលព័ត៌មានពីក្រសួងការពារជាតិហ្នឹងវាមានខ្មែរផងមានអង់គ្លេសផងបើយើងផ្សាយឲ្យច្រើនជួយ share ច្រើនទៅក៏ល្អដែរបាទព្រោះជួនកាលយើងទៅឯកជនគ្នាយើងជួនកាលវាទៅអមតិខ្លួនយើងហ្នឹងខុសរឿងក៏មានបើខាងក្រសួងការពារជាតិគេទទួលព័ត៌មានបានគ្រប់ច្រកអាយ៉ាគណៈនេះប៉ុន្មានថ្ងៃនេះអកុសលចិត្តកើតច្រើនណាស់លោកគ្រូតែឃើញកាន់តែច្បាស់ថាកុសលក្តីអកុសលចិត្តក្តីកើតព្រោះហេតុរបស់វាពិតមែនមិនស្ថិតក្រោមការបង្គាប់បញ្ជាតាមចង់ឬមិនចង់ពិតមែនលោកគ្រូត្រូវហ្នឹងហើយចឹងបានកុសលដែលកើតឡើងវាមានឱកាសនៃកុសលវាមានសម័យនៃកុសលវត្ថុជាទីសបាយនៃកុសលកាលយើងជឿថាខាងថានិយាយតែធោះឲ្យមិននិយាយរឿងស្រុករឿងទេសចឹងស្រុកទេសហ្នឹងវាលែងមានសវត្ថភាពទៅនិយាយធោះណាចេញព្រោះសម្បត្តិរបស់មនុស្សយើងវាត្រូវមានគតិសម្បត្តិត្រូវមានឧបតិសម្បត្តិត្រូវមានកាលសម្បត្តិនិងប្រយោគសម្បត្តិទោះបីបានកើតជាមនុស្សមានអវយវៈពេញបរិបូរណ៍យ៉ាងណាក៏ដោយខិតខំប្រឹងប្រែងយ៉ាងណាប៉ុន្តែបើស្រុកទេសហ្នឹងវាលែងមានសវត្ថភាពហើយវាមិនអាចបញ្ចេញស្នាដៃអីបានទេវាមិនអាចធ្វើអីបានច្រើនទេដូចសម័យដែលយើងដឹងហ្នឹងសម័យខ្មែរក្រហមនៅថ្មីក្បាលខ្មោចមិនតន់អស់ហ៎បកែបណ្ណាចេះបណ្ណាហើយកើតអ្នកសំដែងបរោះដូចសិនលោកតាសិនសមុទ្រអីហ្នឹងទៅច្រៀងឯណាបើគេចាត់ថាខ្មាំងហើយហ្នឹងអីហ៎no name ខ្មែរយើងភាគច្រើនមិនយល់ពីច្បាប់សង្គ្រាមគិតតែបញ្យុះចូលចិត្តអួតនិងស៊ីចូលតាមគ្នាត្រូវហើយបាទអត់អាចទេចឹងបានការងារទៅហ៊ានគឺរឹតតែស្ងាត់រឹតតែល្អការងារស្រុកទេសចឹងមិនមើលយើងប្រវត្តិមេតបអីជួនកាលសូមតែប្រពន្ធហ្នឹងមកឲ្យដឹងកិច្ចការងារសំខាន់របស់តបពេលយើងទៅវិភាគស្មានពីចងាយឲ្យវល់ហ្នឹងដូចគោទឹកឲ្យកាន់តល្អអញ្ចឹងហើយពេលវេលានេះមិនពេលវេលាលេងថេងយើងមកវាយឡើងមកប្រហែល100គីឡូតាមខ្សែព្រំដែនហ្នឹងហើយបើយើងនៅតែវល់អត់រួមគ្នាទៀតដឹងស្អីខ្ញុំធ្លាប់និយាយតាំងនៅលោករឿងរឿងជាតិនិយមខ្មែរយើងខ្ញុំមិនដឹងថាជាតិនិយមស្អីមែនតើខ្លះជាតិនិយមភាគច្រើនជួតែគ្នាឯងខ្ញុំនៅតកៅខ្ញុំនៅចិត្តព្រំដែនដែរខាងវៀតណាមហើយខ្ញុំឃើញផ្ទាល់ម្នាក់គាត់រាប់អានជាមួយកូនយួនហ្នឹងនៅពេលកូនយួនហ្នឹងវាឆ្លោះគ្នាវាយគ្នាគាត់ចូលទៅជួយអានោះវាឈប់វាយគ្នាវិញមកវាយកូនខ្មែរសិនវាយទ្រាំហើយបើវាយគ្នាវាទៀតគេបដោះអញ្ចឹងហើយបានប្រទេសគេចេះតែរីកដោយសារអីទោះបីមានរឿងជាមួយពីណាក៏ដោយចុងក្រោយគេត្រូវគ្នាឧទាហរណ៍ដូចវៀតណាមខាងជើងវៀតណាមខាងត្បូងអីអញ្ចឹងមួយត្រូវមួយអាមេរិកសិនមួយត្រូវមួយអាណាសិនត្រូវសិនណាហ្នឹងហើយចុងក្រោយគឺរួមគ្នាchứ không ai vậy bị đỡ mấy nóខ្ញុំនិយាយខ្មែរពីដើមមិននិយាយគឺថាខ្មែរឥឡូវឡើងអញ្ចឹងចុះ
ពីដើមមកអត់ទេណាប្រទេសដែលសល់ទូចហ្នឹងដោយសារអីដោយសារដើម្បីឈ្នះគ្នាឯងខ្ចីដៃគេឈ្នះគ្នាឯងខ្ចីដៃគេហើយតែខ្ចីដៃគេមិនជាពាក់គេមិនចឹងមែនទេស្អប់អានេះស្អប់អានោះខ្ចីដៃគេស្អប់អានេះស្អប់អានោះខ្ចីដៃគេខ្ញុំមើលប្រវត្តិប្រទេសយើងតាំងពីសម័យក្រោយអង្គរមករួមទៅជាងការទៅខ្សែរាជវង្សសម័យរាប់រយឆ្នាំមុនហ្នឹងមិនលើមើលមកបងប្អូនទៅមើលប្រវត្តិសាស្ត្រក្រោយសម័យអង្គរនឹងហើយសួរថាសៀមហ្នឹងវាប្រប៉ុណ្ណាកាលមុននោះគ្មានប្រទេសផងហ្នឹងចឹងមិនចេះតែវាយឈ្នះខ្មែរអញ្ចឹងថាខ្មោចក្នុងវាឲ្យដៃខ្មោចក្នុងវាឃ្លានអំណាចដែរអញ្ចឹងខ្មោចក្នុងហ្នឹងវាឃ្លានអំណាចដែររាជវង្សដូចគ្នាហ្នឹងវាបានធ្វើស្ដេចអត់បានសោយរាជអញ្ចឹងទៅវាទៅជាម្ចាស់មាអ្នកសាងឬក៏ម្ចាស់មានោះអត់បានក្មួយអញ្ចឹងទៅអញ្ចឹងទៅចូលដៃមួយសៀមទៅជួនកាលកាន់តាមតំបន់ច្រកនៅសៀមហ្នឹងច្រកហ្នឹងស្រាប់សៀមចូលមកលងភ្លុចមកដល់ក្នុងបាត់ហើយចូលមកស្រួលម៉េះថាមកវាត្រូវគ្នាឃើញទេហ្នឹងអញ្ចឹងអាវប្បធម៌មួយហ្នឹងវាចង់ឲ្យប្រទេសហ្នឹងគង់វង្សវាទល់ថាឈប់បង្កើតអាវប្បធម៌ស្អប់ខាងណាចង់ផ្ដួលខាងហ្នឹងពឹងបរទេសចិត្តខាងហ្នឹងមកហ្នឹងមុំឈប់អាហ្នឹងហើយចង់ឈ្នះឲ្យឈ្នះទៅចាំឈប់ឆ្លោះគ្នាមួយគេឲ្យប្រកាសថាយើងយកស្នាដៃយើងឈ្នះហ្មងអានោះវាឈ្នះឲ្យនៅជាខ្មែរអញ្ចឹងណាហើយតែឈ្នះឲ្យពឹងអ្នកចិត្តខាងហ្នឹងឈ្នះគ្នាឯងហ្នឹងខ្ញុំចង់និយាយឈ្នះគ្នាឯងហ្នឹងពឹងអ្នកចិត្តខាងហ្នឹងជាពាក់គេទៀតហ្នឹងហើយពាក្យគេទៀតពាក្យថាជំនួយតែងតែមានចំណងបើមិនចំណងកាយក៏ចំណងចិត្តដែរអញ្ចឹងណាខ្ញុំអត់ដឹងឯខ្មែរណាមិនប៉ុន្តែបើខ្មែររួមគ្នាពេលនេះខ្ញុំសរសើរហ្នឹងធ្វើម៉េចដោះស្រាយឲ្យយើងមានសុវត្ថិភាពសិនហ្នឹងហើយបើពីណាចង់មកធាក់ខ្មែរយើងឲ្យដួលពេលនេះខ្ញុំអត់គ្រប់គ្រងទេគេធ្វើទៅប៉ុន្តែខ្ញុំអត់គ្រប់គ្រងមកគណៈហ្នឹងគណៈយើងកំពុងតែមានបញ្ហាមួយសៀមហ្នឹងហើយយើងមកធាក់គ្នាឯងណាគណៈហ្នឹងអត់គ្រប់គ្រងទេតែខ្ញុំក៏មិនហាមគេបានទេតែខ្ញុំសុំមួយសលេងខ្ញុំមួយហ្នឹងអត់គ្រប់គ្រងតែមកព្រោះយើងទប់ទល់ជាមួយសត្រូវខាងមុខហ្នឹងវាពិបាកណាស់ហើយហើយវាមានអ្នកប៉ែងជើងនៅពីក្រោយមួយទៀតរត់តែពិបាកទៀតបាទនុចនេះលោកគ្រូប្រហែលថ្ងៃនេះចិត្តមិនសនុកទេស្រពោនអស់ហើយបាទវាអញ្ចឹងហើយភាសាយើងនៅមានកិលេសខ្ញុំក៏អញ្ចឹងវានៅមានកិលេសហើយស្រុកទេសយើងក៏អញ្ចឹងមិនមែនថាអូខ្ញុំនៅក្រៅចឹងខ្ញុំរួចខ្លួនហើយមកតែខ្ញុំនឹងឯងចុះម៉ែបងប្អូនកូនក្មួយនៅនោះទាំងអស់មាននៅតែម៉ែអញមាននៅតែប្អូនអញមាននៅតែក្មួយអញហើយសរុបមកជនជាតិអញហ្នឹងវានៅតែអញ្ចឹងក៏ថត់ជនហ្នឹងបាទហើយចូលយូក្រែនហ្នឹងសង្គ្រាមយូរហើយមិនក៏ខ្ញុំធ្វើមូលនិធិទៅវានៅតែរឿងមិនមែនជនជាតិអញហ្នឹងណាវានៅតែអញ្ចឹងដែរហ្នឹងគេវាមិនរួចទេធួនហ្នឹងជំតាន់លោកគ្រូនិយាយតែធัวបានហើយសូមអង្វរកុំនិយាយរឿងឲ្យគ្រប់គ្រងផលិតផលថៃទៀតខ្ញុំពេលហ្នឹងក៏ខឹងដែរខ្ញុំដូចគ្មានពាក្យណាខ្ញុំថាគ្រប់គ្រងផលិតផលថៃទេហើយពាក្យថាគ្រប់គ្រង PTT ហ្នឹងក៏ខ្ញុំអត់និយាយដែរមានអ្នកយកពាក្យខ្ញុំទៅបលើសហើយអ្នកជេរតាមអ្នកសរសេរអត់ស្ដាប់វីដេអូខ្ញុំអត់ខ្ញុំត្រូវរករឿងអ្នកសរសេរនោះណាហើយខ្ញុំសំរឿងហ្នឹងហើយអត់សួរថាខ្ញុំចូល PTT ធ្វើអីខ្ញុំអត់តាន់បានចាក់សាំង PTT មកតំណក់ទេណាទៅ
តែខ្ញុំទៅមើលប្រជាពលរដ្ឋតានឹងកន្លែងខ្លះហ្នឹងគ្នាលក់កាប៉ិកកប៉ុកខ្ញុំចូលទៅទិញសណ្ដែកដីខ្ញុំចូលទៅទិញពងទាពងមាន់អីសួរគ្នាទៅមិនទៅមួយរយៈហ្នឹងគេអត់ចូលកន្លែងហ្នឹងអញ្ចឹងគាត់ថាពិបាកសឹងអីនោះកន្លែងជួលគេឥឡូវជួនកាលគេជេរដោយទៀតអីចឹងទៅហើយលក់អីគេពួកបោះខ្មែរហ្នឹងសណ្ដែកដីមានបោះថៃណាអានេះខ្ញុំចង់និយាយថាជួនកាលយើងគ្រាន់តែមានផ្លាកហ្នឹងគ្រាន់តែចូលហ្នឹងយើងចាត់ទុកគ្នាជាសត្រូវឯងបើមានសង្គ្រាមងាប់បាត់ខ្ញុំណាបើសិនគ្រប់គ្រងលេខបានអ្នកស្អប់ក្នុងពេលហ្នឹងស្លាប់ខ្ញុំបាត់ណាអត់សួរថាខ្ញុំចូលធ្វើអីហ្នឹងខ្ញុំនិយាយក្នុងហ្នឹងអស់ដែរថាដូចជាផលិតផលនំប៉័ងអីដែលគាត់ចង់ដួលសិប្បកម្មអីដោយសារគាត់ទៅដាក់តាមកន្លែងចុងចុះហើយដល់គេធ្វើអញ្ចឹងទៅក៏ផលិតផលគាត់ចង់ដួលដែរខ្ញុំនិយាយហ្នឹងមានអារម្មណ៍ខ្មែរសុទ្ធអត់មានអារម្មណ៍សៀមអីបន្តិចទេពេលហ្នឹងបើកាន់ថាយើងកំពុងតែខឹងអញ្ចឹងហើយនឹងនិយាយគ្នាមិនគេទុកអញ្ចឹងសិនខ្ញុំធ្លាប់និយាយតែរឿងពាក្យការរឿងស្អីតាំងពីមហាថ្មកន្ធីឬក៏ស្អីមកប៉ុន្តែវាមានប្រយោជន៍គេមិនមែនធ្វើដោយខឹងទេអញ្ចឹងណាខ្ញុំធ្លាប់បញ្យល់ធ្វើដោយមានគោលការណ៍ផងសឹមយើងផ្អាកអីមួយយើងមានរបស់ជំនួសខ្ញុំនិយាយចឹងវាមានទៅដោយខឹងទេទៅដោយខឹងវាតែមកវឹងតែឈប់ខឹងសង្ឃឹមតែអ្នកជេរខ្ញុំហ្នឹងសូម្បីអស់សង្គ្រាមទៅកុំប្រើរបស់ថៃចុះខ្ញុំនៅនេះអត់មានពាក់ព័ន្ធមួយថៃទេខ្ញុំម៉ាត់ម៉ាក់កិនធីគាត់ពហិការដល់អង់គ្លេសដួលហាងឆេងមែនណាប៉ុន្តែមុននឹងគាត់ឲ្យប្រជាជនពហិការស្អីគេគាត់បរៀនឯសួរយើងមានពីណាបរៀនទេឬក៏ក្រៅតែពីខឹងប្រយុទ្ធគ្នានោះម៉ាថ្មកិនធីមុននឹងគាត់ពហិការគាត់បរៀនប្រជាជនឲ្យចេះធ្វើអាហ្នឹងសិនពហិការអីគាត់បរៀនប្រជាជនឲ្យចេះអាហ្នឹងសិនអាហ្នឹងពហិការទៅវាបានប្រយោជន៍គាត់ផ្ដើមពីអីគេកាអំបិលស្អុយអំបិលខ្មៅអំបិលស្អុយគាត់បញ្យល់ប្រជាជនទល់តែយល់រហូតដល់ប្រជាជនព្រមហើយមានបើហិង្សាទេអត់មានទៅជេរបចោលគ្នាទេហ៎គាត់សួរប្រជាជនគាត់សួរថាអ្នកទាំងអស់គ្នាដឹងថាតបអង់គ្លេស 100000 អ្នកនៅប្រទេសយើងហ្នឹងត្រួតត្រាយើងហ្នឹងមានប្រាក់ខែស៊ីហើយត្រួតត្រាពួកយើងហ្នឹងដឹងថាពីណាចិញ្ចឹមពួកហ្នឹងគាត់សួរឲ្យប្រជាជនគិតហ្នឹងហើយប្រជាជនឆ្លើយអត់បានព្រោះអត់ដែរគិតថាប្រទេសគេអ្នកមានបើគាត់ជាគេយកលុយពីប្រទេសគេមកហ៎អញ្ចឹងទៅគាត់ថាអត់ទេអ្នកចិញ្ចឹមពួកហ្នឹងគឺអ្នកទាំងអស់គ្នាហ្នឹងឯងបើភ្នែកធំហ្មងខ្ញុំមិនដែលឲ្យលុយវា1រៀលឯណាអញ្ចឹងគាត់ថាចាំគាត់បញ្យល់ម្ដងមួយប្រាប់ឲ្យល្អគាត់អត់តាមបញ្យល់ច្រើនទេគាត់និយាយតែពីរឿងអំបិលមួយគាត់និយាយម្ដងទាំងអស់ហើយបញ្យល់អាណាធ្វើអានឹងឲ្យបានបញ្យល់អាណាធ្វើអានឹងឲ្យបានអញ្ចឹងទៅម្ដងបន្តិចហ្នឹងហើយដល់ពេលចឹងទៅគាត់នាំប្រជាជនគិតពីរឿងអំបិលធ្វើអំបិលដល់ធ្វើអំបិលមកធ្វើខ្លួនឯងវាអត់សដូចអំបិលរបស់សៀមដល់អត់សដូចអំបិលសៀមគាត់ឲ្យភ្លក់ទាំងពីរណាអំបិលឥណ្ឌាធ្វើហើយនឹងអំបិលអង់គ្លេសធ្វើចេញពីរោងចក្រអង់គ្លេសមើលរសជាតិខុសគ្នាមិនអំបិលពីរហ្នឹងតែវាអត់មានខុសគ្នាផងវាប្រៃដូចគ្នាវាកាន់តែពណ៌វាមិនដូចគេប៉ុណ្ណាចុះយើងហូបហ្នឹងដើម្បីឲ្យប្រៃឬក៏ដើម្បីយកពណ៌ហ្នឹងហើយចឹងណែឯងស្រឡាញ់ជាតិទេហ្នឹងបើស្រឡាញ់ជាតិហូបអំបិលយើងទៅ
បើក្រនអំបិលហូបរបស់យើងមិនបានទេណាឯងដឹងហៅឈ្មោះស្រឡាញ់ជាតិមិនហើយបើក៏បញ្យល់ទៀតថាម៉េចបានអញ្ចឹងវាពាក់ព័ន្ធអីអំបិលគាត់បញ្យល់ហ្នឹងក្នុងមួយឆ្នាំរោងចក្រអំបិលអត់មានផលិតនៅឯណាទេផលិតនៅស្រុកយើងហ្នឹងហើយដល់ផលិតនៅស្រុកយើងហ្នឹងកម្មករនរណាអ្នកធ្វើកម្មករថាឥណ្ឌាហើយតកែណាគេអង់គ្លេសហើយសួរគេឲ្យប្រាក់ខែណាឯងប្រហែលហើយគាត់គិតបូកប្រាក់ចំណេញឲ្យមើលទៀតនេះអ្នកគេចំណេញប៉ុណ្ណេះនេះហើយណាឯងបានតែប៉ុណ្ណេះណាឃើញទេជាជនស្ដាប់ទៅមែនពួកយើងតើអ្នកឲ្យប្រាក់ខែទៅពួកហ្នឹងវាយល់ដល់យល់អញ្ចឹងណាដល់យល់អញ្ចឹងមានចាំបាច់ក្តៅកាហាយជេរបចោអីវាយល់ឃើញទេវាយល់នឹងមនុស្សនាំគ្នាធ្វើអំបិលពេញប្រទេសហូបខ្លួនឯងលក់ខ្លួនឯងអំបិលអង់គ្លេសឈប់ទិញតែអំបិលឥណ្ឌាឃើញទេវាមានរបស់ជំនួសគេអត់ប្រយុទ្ធឲ្យខឹងទេមានប្រយោជន៍ការងារវែងឆ្ងាយអញ្ចឹងមកខ្ញុំនិយាយរឿងហ្នឹងតាំងខ្ញុំមុនទៅនោះខ្ញុំនៅនេះទៅដោយហិង្សាវាអត់យូរអង្វែងទេទៅដោយគោលការណ៍ទៅដោយយល់នឹងថាទៅដោយខឹងឯងដល់ពេលយើងគ្រាន់ទៅដោយខឹងចុះឡើងពីមុនយើងធ្លាប់ខឹងថៃសឹងអីឲ្យដុតទូតគេទៀតផងអីអាទៅដោយខឹងកាលនោះខឹងថៃខឹងនាងផ្កាយព្រឹកខឹងស្អីហ្នឹងទៅដុតទូតគេហើយលទ្ធផលស្អីគេរដ្ឋាភិបាលយើងសងគេខ្ញុំចាំមិនច្បាស់ប្រហែលជា60លានហ្នឹងភ្លេចហ្នឹងហើយទៅដោយខឹងជាតិនិយមជ្រុលខឹងទៅដុតទូតគេដុតទូតដុតអីគេចង់បញ្ចប់ស្អីគេសងគេយល់ទេបញ្យល់អញ្ចឹងណានៅវីដេអូហ្នឹងខ្ញុំទុកដើមទាំងអស់ខ្ញុំគិតថាចាំចំនួនថៃហើយនឹងខ្មែរហ្នឹងវាឈប់មានទៅចាំខ្ញុំយកមកចាក់ហ្មងទៀតហើយខ្ញុំសួរមើលបងប្អូនណាខ្ញុំគ្រប់ត្រូលថៃវាអត់មានសោះណាបេះដូងនិយាយពេលហ្នឹងគិតខ្មែរសុទ្ធហ្មងពាក្យថានៅតែគ្រប់ត្រូលទីអត់និយាយផងអត់មាននិយាយសោះពាក្យហ្នឹងខ្ញុំថាខ្ញុំនៅតែចូលឯសួរតែខ្ញុំចូលធ្វើអីអត់ខ្ញុំទៅទិញពួកខ្ញុំទៅទិញដដាច់ដីមានទៅចាក់សាំងណាអត់ផងហ្នឹងបើគាត់ថាទូរស័ព្ទចាក់ថយណាការពិតខ្ញុំនិយាយក្នុងវីដេអូមានទាំងអស់យើងមិនចង់ស្ដាប់ផងទៅស្ដាប់តែអ្នកអុចអាលហើយជេរវាចោលពេញនៅសង្គមហ្នឹងឃើញទេយ៉ាងហើយបានសម័យពលវាងាប់ណាងាប់ណីញុះតែបន្តិចខឹងគ្នាស្អប់គ្នាសិតតែខ្មាំងហ្នឹងហើយខ្ញុំមិនមកនិយាយលៀងខ្លួនអីទេព្រោះរបស់ហ្នឹងវាមាននៅក្នុងគេជេរហើយទៅហើយឥឡូវទោះជេរទៀតក៏វាមិនខ្លាំងដូចកាលនោះដែរប៉ុន្តែអ្នកជេរខ្លាំងតាមមួយណានោះកាត់រូបខ្ញុំដាក់ខ្ញុំនៅតែគ្រប់ត្រូលទីគេដាក់អញ្ចឹងខ្ញុំអត់និយាយណាហើយយើងមិនឆ្ងល់អីទៅចុះនិយាយចឹងមែនមិនក៏គួរតែស្ដាប់ឲ្យអស់តែនិយាយចឹងមែនដែរហើយសួរនិយាយចឹងមានន័យថាម៉េចដែរឲ្យសួរចឹងសិនណាហើយអ្នកដែលមិនដែលស្ដាប់ខ្ញុំសោះថាវាចឹងចុះអ្នកខ្លះក៏ស្ដាប់ដែរក៏ថាពេលហ្នឹងស្ដាប់លេងចូលបដ ឈប់ស្ដាប់អូអត់យល់ទេថាខ្ញុំគិតខ្មែរប៉ុណ្ណាតាំងពីដើមមកអត់យល់ទេអត់យល់អីតិចហ្មងហ៎បើមិនយល់តាមដំណើរធម្មតាធัวទាំងឡាយកើតពីហេតុហ្នឹងហើយខ្ញុំមានកម្លាំងឆ្លើយសំណួរទេបងប្អូនហ្នឹងហើយគិតសម្រាប់ប៉ុណ្្នឹងចុះសរុបមកទោះបីធ្លាប់ជេរធ្លាប់អីខ្ញុំក៏ដោយខ្ញុំមិនចង់ទុកជាសត្រូវអីដែរអត់ទេខ្ញុំគ្រាន់តែគិតថាមកពីយល់គ្នាមិនបានច្បាស់តែប៉ុណ្្នឹងឯងហ្នឹងហើយពួកខ្លះក៏ជេរដោយស្អប់ទៅខ្លះក៏ជេរដោយព្រោះស្រឡាញ់ជាតិហើយស្មានតែខ្ញុំនឹងទៅគ្រប់គ្រងថៃអីចឹងទៅអាហ្នឹងស្មានខុសក៏ដោយស្មានយ៉ាងម៉េចក៏ដោយវាជាទោសរបស់វត្តដាក់ប៉ុន្តែខ្ញុំដឹងហើយមានអ្នកខ្លះគេថាចេញទៅសុំទោសទៅអីខ្ញុំវាគ្មានគិតថាសុំទោសព្រោះតែឲ្យខ្ញុំខ្លាចឲ្យខ្ញុំទៅសុំទោសដែលក្នុងចេតនារបស់ខ្ញុំវាអត់មានខុសសោះហ្នឹងសុំទោសនោះវាខូចអាពាក្យសុំទោសហ្នឹងណានិយាយសុំទោសរួចខ្លួននិយាយសុំទោសរួចខ្លួនវាអត់ន័យទេអាពាក្យហ្នឹង
មុនខ្ញុំឲ្យខ្ញុំសុំទោសយល់ពីចេតនារបស់ខ្ញុំអត់ពីព្រោះវាត្រូវមើលលើចេតនានិយាយបើគណៈយកអំណាចមកបំសុំទោសទេឯងចេះចោះនិយាយចាអាសុំទោសនឹងអត់ន័យទេគេសុំបានហាក់ដូចជាធ្វើឲ្យមនុស្សកាន់តែខូចចឹងបចោទៅសុំទោសហើយតែមិនសុំទោសគាត់ណាតាមពិតអាចិត្តខាងក្នុងនោះវាអត់ចង់សុំទោសទេភ័យទៅក៏សុំទៅបានការពិតដែរអត់ទេណាសុំទោសទល់តែដឹងទោសហ្មងវាឃើញថាអានឹងទោសមែនហ្មងអានឹងទោសមែនហ្មងអានឹងបានសុំទោសទៅវាមានន័យសុំទោសខ្លាយជាមនុស្សល្អហើយបើគ្នានឹកទៅវាមិនឃើញជាទោសអីផងណាឲ្យគ្នាសុំទោសរឿងអីណាឬក៏សុំកាលណាឲ្យគេសុបាយចិត្តហើយទាំងដែលក្បត់ចេតនារបស់ខ្លួនឯងដែលខ្លួនឯងមើលទៅវាមានឃើញកំហុសអីផងហ្នឹងដូចជាសុំទោសវាមានលក្ខណៈ3ទី1ដឹងថាជាកំហុសពិតទី2តាំងចិត្តថាឈប់ធ្វើអញ្ចឹងទៀតហើយទី3បានសារភាពចេញពីចិត្តហ្នឹងបានសុំទោសហ្នឹងវាមានន័យហៅថាសំដែងទោសលាតត្រដាងទោសបើខណៈសុំដោយខ្លាចគេហ្នឹងតាមពិតខ្លួនឯងក៏ដឹងថាអានឹងវាគ្មានខុសអីទេបើនឹងខ្លាចគេវាយខ្លាចគេចេះខ្លាចគេចុះអានឹងឯងហៅថាលំអៀងព្រោះខ្លាចវាមើលទៅដូចមានអ្នកអញ្ចឹងណាតែវាមិនមែនទេមែនទេអីទេយ៉ាងណាក៏យើងនៅតែស្ដាប់គ្នាបានជប់ខឹងបន្តិចទៅយល់ហើយថារឿងដែលគេផ្ទុះជេរខ្លាំងហ្នឹងគឺដោយសារគេញុះថាខ្ញុំនៅតែគ្រប់គ្រង PTT នោះឯងតែពាក្យហ្នឹងខ្ញុំមិនបាននិយាយទេណាបងប្អូនហ្នឹងហើយបើចិត្តសឿងដូចគ្នាខ្ញុំត្រូវទៅរករឿងអ្នកមូលបកាច់ពាក្យខ្ញុំនោះធ្វើឲ្យគេជេរខ្ញុំពេញនោះហ្នឹងហើយប៉ុន្តែគ្នាវាបានតែប៉ុណ្ណឹងហើយភ្លាមគឺថាឲ្យនិយាយបកស្រាយរឿងនោះច្បាស់ទៅនិយាយមកបំនឹងពងខឹងនិយាយទៅគេថាខ្ញុំនឹងវាអីគេហៅលៀងខ្លួនឬក៏និយាយយករួចខ្លួនយកលេសអីចឹងណាចឹងបានខ្ញុំគិតថាទុកឲ្យសាបលៀបខ្ញុំនឹងចាក់វីដេអូនឹងពេញម្ដងទៀតហើយខ្ញុំបញ្យល់មួយឲ្យបងប្អូនស្ដាប់ហើយរកឲ្យឃើញចំណុចណាខ្ញុំគ្រប់គ្រងថៃខណៈនោះរកឲ្យឃើញខ្ញុំចាញ់ហ្នឹងហើយចឹងខ្ញុំសូមបញ្ចប់នៅម៉ោងឆ្លើយសំណួរប៉ុណ្ណឹងមិនបានឆ្លើយអីច្រើនទេដូចខូចចិត្តដូចតែបងប្អូនដែរមើលឃើញព័ត៌មានបាទខ្ញុំថាយើងរួបរวมគ្នាជួយដល់ជនភេសករឿងរ៉ាវទាំងឡាយលើកឡាត់កាត់ចេញសិនណាចាំចប់រឿងចាំយើងជជែកគ្នាទៀតពេលនេះខ្ញុំកាលណាខ្ញុំសូមនមស្ការលានិងជម្រាបលា